តើបញ្ហាជំងឺតម្រងនោមនេះវាកើតឡើងមកពីអ្វីហើយតែគួរប្រើវិធីសាស្ត្របែបណាដើម្បីជៀសឲ្យឆ្ងាយពីជំងឺលាងឈាមឬក៏ជំងឺតម្រងនោមពេលខ្លះវាអាចពាក់ព័ន្ធមកពីរបបអាហារហើយការញ៉ាំទឹកអត់គ្រប់គ្រាន់ហើយនឹងការទុកនោមចុះដល់ពេលដែលឯងកាត់ជំងឺនឹងអ្វីទៅជាការប៉ះពាល់ដល់ឯងខ្លាំងបំផុតទី1គឺការទំនាក់ទំនងចឹងបាទខ្ញុំចង់ផ្ដាំទៅបងប្អូនទាំងអស់គ្នាថាកុំខ្លាចក្នុងការទៅពិនិត្យសុខភាពអត់ចង់ឲ្យបងប្អូនទាំងអស់គ្នាជួបគ្រឿងដូចខ្ញុំទេពេលដែលមានជំងឺអញ្ចឹងមានអារម្មណ៍ថាគាត់អាចចង់រស់នៅជាមួយកូនឲ្យរៀងមានភាពកក់ក្ដៅតិចបានទេខ្ញុំចង់ឲ្យគាត់អាចរៀនសូត្របានដូចគេអញ្ចឹងណាព្រោះខ្ញុំមិនដឹងថាទៅមុខទៀតខ្ញុំមិនទេបាទជម្រាបសួរបងប្អូនស្វាគមន៍មកកាន់ការចែករំលែកនៃជំងឺតម្រងនោមដែលបងប្អូនស្រីលីសៀនសិលៈគាត់បានជួបផ្ទាល់ថ្ងៃហ្នឹងខ្ញុំនិងបងប្អូនសិលៈខ្ញុំនឹងសួរនាំគាត់ថាតើបញ្ហាជំងឺតម្រងនោមនេះវាកើតឡើងមកពីអ្វីឬក៏បងប្អូនមួយចំនួនស្គាល់ថាជាជំងឺលាងឈាមណាអូនហើយនៅពេលដែលកើតជំងឺហ្នឹងវាធ្វើទុកបុកម្នេញអីគេខ្លះហើយតែគួរប្រើវិធីសាស្ត្របែបណាដើម្បីជៀសឲ្យឆ្ងាយពីជំងឺលាងឈាមឬក៏ជំងឺតម្រងនោមដើម្បីចែករំលែកដល់ប្រជាពលរដ្ឋខ្មែរយើងជាពិសេសបងប្អូនសិស្សានុសិស្សកុមារនិយាយទៅគ្រប់ប្រភេទតែម្ដងបាទមួយរយៈនេះសុខសប្បាយអូនចាសុខសប្បាយទៅបងនិយាយទៅសុខឲ្យទុកដើមតាមគ្នាក៏ប៉ុន្តែយើងជាអតីតគេហៅថាបងហើយប្អូនតាំងពី6 7ឆ្នាំទៅយូរដែរបងយូរដែរ6 7ឆ្នាំហើយតាំងពីយើងនៅធ្វើការចាំថាកាលធ្វើការនោះលក្ខស្អាតមែនតើហ្មងបងប្អូនអាចមើលរូបភាពដែលខ្ញុំដាក់នៅក្នុងវីដេអូនេះបានលក្ខពីមុនរៀងនិយាយទៅរៀងជាមកគឺស្អាតប៉ុន្តែតែមានបញ្ហាអ្វីដែលធ្វើឲ្យអូនឯងមានជំងឺគេថាតម្រងនោមនឹងមកជួបដល់សម័យគិតដល់សម័យនេះអូនឯងមានជំងឺនឹងប្រហែលឆ្នាំហើយបច្ចុប្បន្នខ្ញុំឈឺជំងឺហ្នឹងគឺ4ឆ្នាំហើយបងប៉ុន្តែឈឺពីដំបូងមកគឺខ្ញុំកើតទឹកនោមប្រាំងអូអញ្ចឹងជំងឺទឹកនោមប្រៃទេពីមុនមកចាក៏តែបានឲ្យយើងមានដល់ជំងឺទឹកនោមប្រៃពីរបបអាហារឬក៏មិនវាពាក់ព័ន្ធច្រើនករណីដែរបងពេលខ្លះវាអាចពាក់ព័ន្ធមកពីរបបអាហារហើយការញ៉ាំទឹកអត់គ្រប់គ្រាន់ហើយនឹងការទុកនោមព្រោះដោយសារពីមុនមកខ្ញុំធ្វើការនៅ office ចឹងខ្ញុំអាសាធ្វើការឲ្យអត់សូវញ៉ាំទឹកចាំបងចាំចាហើយដល់ពេលយើងញ៉ាំអីចូលទៅដល់ពេលយើងអត់សូវញ៉ាំទឹកវាអាចថា clear អាជាតិពុលហ្នឹងចេញអត់អស់ណាបាទហ្នឹងហើយវានៅខាំជាប់នឹងហើយមួយទៀតខ្ញុំព្យាយាមទុកនោមពេកការទុកនោមវាធ្វើឲ្យបញ្ហាខ្លាំងបំផុតវាអាចធ្វើឲ្យយើងអាចអាលៀកឡោកនោមទាស់នោមអីចឹងទៅហ្នឹងហើយវាបញ្ហាធ្ងន់ក្នុងចំណុចហ្នឹងទៅបាច់ខ្ញុំធ្លាក់ខ្លួនឈឺវិវត្តមកដល់សប្តាហ៍ហ្នឹងហើយកត្តាដែលធំបំផុតគឺខ្ញុំអត់ដែរ check សុខភាពមើលសោះហ្មងអូអញ្ចឹងការ check សុខភាពសំខាន់មែនតើសំខាន់បងព្រោះយើងអាចថាយើងគិតតែពីធ្វើការរលុយតែយើងអត់ដែរគិតពីសុខភាពរបស់យើងអញ្ចឹងណាហ្នឹងហើយយើងអត់កែគិតថាយើងអត់ចង់ទៅពិនិត្យសុខភាពមើលម្ដងគឺយើងអត់ដែរគិតដល់រឿងហ្នឹងទេយើងគិតតែវក់រឿងធ្វើការអញ្ចឹងចុះដល់ពេលដែលឯងកាត់ជំងឺហ្នឹងអ្វីទៅជាការប៉ះពាល់ដល់ឯងខ្លាំងបំផុតចាបងវាប៉ះពាល់ខ្លាំងទី1គឺការទំនាក់ទំនងឬក៏បញ្ហាផ្សេងដូចជាសម្ព័ន្ធក្នុងគ្រួសារអីក៏វាពាក់ព័ន្ធគ្នាចូលទៅក្នុងនឹងដែរអញ្ចឹងណាព្រោះខ្ញុំអាចថាជំងឺនេះវាជាបន្ទុកធំក្នុងគ្រួសារបាទព្រោះខ្ញុំធ្លាក់ខ្លួនឈឺនេះគឺខ្ញុំធ្វើឲ្យក្រុមគ្រួសារខ្ញុំគឺគាត់បាត់បង់ច្រើនព្រោះអានោះធ្វើចំណាយលុយច្រើនបងមើលបងដឹងស្រាប់តែជំងឺហ្នឹងគឺពិបាកវេទនាមែនទែនអាចដឹងបានទេថាការលាងឈាមហ្នឹងវាតម្រូវឲ្យយើងលាងបែបម៉េចហើយលាងម្ដងអាចចែកថវិកាពីប្រហែលទៅប្រហែលទៅការលាងឈាមហ្នឹងគឺអាចថាវាជាផ្លូវមួយសម្រាប់ឲ្យយើងអាចរស់នៅបន្តហើយការលាងម្ដងគឺចំណាយពីចន្លោះពី70ទៅ80ដុល្លារទៅតាមពងដែរអញ្ចឹងណាវាមានផលវិបាកច្រើនព្រោះការលាងឈាមពាក្យថាលាងឈាមវាអត់ជារឿងមួយដែលងាយស្រួលទេបាទពិបាកទាំងការហូបការគេងការផឹកនិយាយទៅគឺគ្រប់សពបែបយ៉ាងបងប្អូនអាចនៅញ៉ាំទឹកបានឆ្ងាញ់បាទចាបាយឆ្ងាញ់គេងស្រួលតែសម្រាប់ពួកខ្ញុំគឺអត់ទេទឹកក៏ទឹកអត់ឆ្ងាញ់បាយក៏លេបពិបាកហើយគេងក៏អត់ងាយស្រួលដែរយល់ផ្លូវដង្ហើមពួកខ្ញុំក៏អត់ដូចបងប្អូនទាំងអស់គ្នាដែរគឺឆាប់ផុតហ្នឹងឃើញថាគាត់ឡើងមកលើតាមផ្លែតហ្នឹងគឺកុហកមិនមែនថាតើអង្គុយមកសន្ទុះបានលែអាចមកធ្វើការនិយាយបានតចាវាមានផលវិបាកច្រើនសម្រាប់ខ្ញុំមកហើយខ្ញុំអត់ចង់ឲ្យបងប្អូនទាំងអស់គ្នាជួបរឿងដូចខ្ញុំទេព្រោះវាជាបន្ទុកធំមួយសម្រាប់ក្នុងគ្រួសារហើយខ្ញុំបានប
ប៉ាម៉ាក់ខ្ញុំគាត់ បាទ នៅមើលថៃខ្ញុំដែរចឹង បាទចាំមកពាក្យចាស់ថាមិនម្ដាយពុកទោះបីជាក្នុងកលៈទេសៈណាគឺគាត់មិនដែលបោះបង់កូនទេកុំឲ្យតែយើងបោះបង់គាត់ ជាពិសេសគឺម៉ាក់ខ្ញុំគាត់ហត់ណាគាត់ហត់មើលថៃខ្ញុំច្រើនមែនតើគាត់ជីទៅជីមកមើលខ្ញុំរហូតចឹងណាចា បើសិនជាតាមបងគិតមើលតាំងពីអូនឯងឈឺមកដល់ឥឡូវយើងលៀងឈាមជាប់4ឆ្នាំហើយមែនអត់ហើយជារៀងរាល់សប្តាហ៍មែនទេ មួយអាទិត្យ2 ដង បន្តិច2ដងយើងថាពី80ម៉ឺនទៅ90ម៉ឺននោះឧទាហរណ៍អញ្ចឹងសោះយើងលៀង ព្រោះយើងនៅថ្លៃថ្នាំថៃ នៅថ្លៃថ្នាំទៀតបើតាមដឹងអានេះឡើងពីកំពង់ឆ្នាំងមកអញ្ចឹងមានន័យថាការចំណាយនេះគឺរាប់ឆ្នាំនេះច្រើនមែនទែនអាចដឹងបានទេថាតើការចំណាយកន្លងមកហ្នឹងលើថវិកាខ្លួនឯងសិតឬក៏មានការចូលរួមចំណែកណាមួយពីបងប្អូនឬក៏គ្រួសារដែរ ចាបងបើសិនជាមួយរយៈមុនប៉ាម៉ាក់ខ្ញុំអីហើយបងប្អូនអំពូមីងសាច់ញាតិអីគឺគាត់ជួយចឹងណាតែមួយរយៈក្រោយគឺដោយសារពួកគាត់ជួយខ្ញុំអស់លទ្ធភាពចឹងក៏បានបងប្អូនជនរួមជាតិខ្មែរយើងគាត់បានឧបត្ថម្ភជួយជាបន្តបន្ទាប់ហើយជាពិសេសក៏មានលោកជំទាវសុភា Butter ហ្នឹងហើយក៏គាត់បានជួយខ្ញុំដែរហើយគាត់ជួយខ្ញុំឲ្យបានសងថ្លៃពេទ្យសងអីអស់ចឹងណាតាមបងដឹងអូនឯងដូចជាមានកូនតូចមួយក្នុងបន្ទុកដែរណា មានបង ហើយដឹងឲ្យគាត់អាយុប៉ុន្មានហើយ គាត់អាយុ3ឆ្នាំ6ខែកូនផុស 3ឆ្នាំ6ខែអញ្ចឹងបងសួររៀងចាក់ដោតទៅចោះនៅពេលដែលមានជំងឺអញ្ចឹងមានអារម្មណ៍ថាបងឯងចង់រស់នៅជាមួយកូនឲ្យរៀងមានភាពកក់ក្ដៅតិចបានទេយូរខ្លាំងអត់អញ្ចឹង ចាខ្ញុំសម្រាប់ខ្ញុំតស៊ូរាល់ថ្ងៃធ្វើអាចថាមុខក្រាស់កថាបាន គ្រប់យ៉ាងដើម្បីតែកូន គឺគ្រប់យ៉ាងដើម្បីតែកូនចង់បងប្អូនកថាមិនលើខ្ញុំក៏ខ្ញុំអត់សំខាន់តែសំខាន់គឺខ្ញុំអាចនិយាយពាក្យមកអាក្រក់ឲ្យស្ដាប់អញ្ចឹងណាធ្វើមិនឲ្យតែរួចជីវិតមួយថ្ងៃឲ្យបាននៅជាមួយកូនខ្ញុំនិយាយពាក្យអាក្រក់ចឹងបងប្អូនលាក់ធ្លាប់ធ្វើការមួយខ្ញុំហើយពីដើមអាចថាបងប្រុសឬក្នុងការងារថាដូចមេឲ្យកូន ចា ហើយបងឲ្យប្អូនអញ្ចឹងហើយខ្ញុំដឹងថាលាក់គាត់ជាមនុស្សបែបម៉េចពេលនេះគាត់ពិតជាចង់មានជីវិតរស់នៅជាមួយកូនខ្លាំងមែនទែនសម្រាប់បងប្អូនដែលចង់ចូលរួមជាផ្នែកណាមួយក្នុងការឲ្យលាក់ដោះស្រាយបញ្ហាលៀងឈាមឬក៏ជំងឺផ្សេងៗនានាដែលគាត់កំពុងតែជួបបញ្ហានេះឲ្យគាត់មានជីវិតនៅក្នុងការរួមរស់ជាមួយនឹងកូនគាត់បានបងប្អូនអាចតាក់ទងទៅបងប្អូនសិលាក់បានខ្ញុំនឹងដាក់លេខទំនាក់ទំនង Facebook account គាត់នៅក្នុង comment ហ្នឹងតែម្ដងខ្ញុំអត់ដាក់ QR code ទេដើម្បីកុំឲ្យមានកាញ់ចាប់លើ Facebook អញ្ចឹងបងប្អូនអាចតាក់ទងទៅគាត់បានខ្ញុំសង្ឃឹមថាពុកម៉ែបងប្អូននឹងចូលរួមជួយគាត់ដែរព្រោះដឹងថាពេលនេះអូនសិលាក់ឬបងប្អូនបានឃើញហើយថាពីមុនលាក់ពិតជាស្អាតមែនទែនខ្ញុំហ៊ាននិយាយមកមិនថាស្អាតដល់ថ្នាក់អូនលើលោកតែគាត់មិនមែនដូចសពថ្ងៃទេហើយបច្ចុប្បន្នគាត់ក៏មានកូនតូចនៅក្នុងបន្ទប់គាត់ពិតជាចង់រស់ជាមួយកូនគាត់មែនអញ្ចឹងនៅក្នុងនាមគាត់ជាអ្នកដែលមានជំងឺដំខូចតម្រងនោមហើយត្រូវការលាងឈាមជារៀងរាល់ថ្ងៃរៀងរាល់សប្តាហ៍ ចាសប្តាហ៍ គាត់ចង់ចែករំលែកបងប្អូនថារបបអាហារគឺសំខាន់ណាស់ជាពិសេសគឺការញ៉ាំទឹកជាប្រចាំថ្ងៃនេះគឺសំខាន់ទឹកញ៉ាំច្រើនបំផុតគឺកាន់តែល្អកាន់តែច្រើនគឺកាន់តែល្អព្រោះទឹកញ៉ាំទៅវាធ្វើឲ្យយើងលាងតម្រងនោមមកវិញគឺស្អាតតែបើយើងញ៉ាំសារជាតិផ្អែមច្រើនក៏ប៉ះពាល់ដែរអ្វីដែលបងប្អូនសិលាក់គាត់បានលើកឡើងហើយបើតាមដឹងដូចជាមានបញ្ហាគីទៀតអូនណា ចាគីក្នុងបងអាចថាវាមានច្រើនគ្រាប់ហើយគឺមានទូចនៅក្នុងនោះបើសិនជាបងបូមទឹកចេញវាបានតែបន្តិចទេចាតែដល់ពេលឆ្លោះមើលទៅវាឃើញដុំគ្រាប់ទូចនៅក្នុងនោះពេញពោះហ្នឹងបើខាងស្ដាំវារៀងច្រើនជាងខាងឆ្វេងបើនិយាយរួមមកជំងឺនេះគឺវាប្រៀបដូចតែយើងព្យាយាមគ្រប់យ៉ាងដើម្បីតែក្រែពេទ្យ អាចថាអញ្ចឹងក៏ថាបានដែរបងប៉ុន្តែដោយសារការធ្វើប្រហែលរបស់យើងដែរអញ្ចឹងណាបងចឹងបាទខ្ញុំចង់ផ្ដាំទៅបងប្អូនទាំងអស់គ្នាថាកុំខ្លាចក្នុងការទៅពិនិត្យសុខភាពព្រោះមានបងប្អូនជាច្រើនដែលគាត់ឆាតមកខ្ញុំចឹងណាគាត់ថាគាត់អត់ចង់ទៅពិនិត្យទេគាត់ខ្លាចមើលឃើញហើយក៏ពិបាកចិត្តគាត់កាត់ទុកខ្ញុំចង់លើកទឹកចិត្តបងប្អូនទាំងអស់គ្នាថងចំណុចហ្នឹងថាបងប្អូនត្រូវតែតស៊ូហើយសម្រាប់ចិត្តទៅពិនិត្យបើសិនជាចេញលទ្ធផលបែបណាហើយគឺបងអាចមានឱកាសព្យាបាលតាន់បើសិនជាឲ្យហួសពេលដូចខ្ញុំគឺអត់អាចបកក្រោយបានទេមានតែទៅមុខហើយបបាក់វេទនាចឹង លេអាចប្រាប់បងប្អូនមកថាការឆែកជំងឺហ្នឹងយើងគួរតែឆែកបែបណាដើម្បីបងប្អូនយើងគាត់ដឹងថាយើងឆែកដោយណាដើម្បីតាមដានជំងឺដែលយើងកំពុងតែជួប ចាបងអត់ជាបបាក់ទេបើសិនជាយើងចង់ទៅដឹងលើផ្នែកតម្រង់នោមយើងទៅមន្ទីរពេទ្យទៅសុំស្នើសុំគេទៅពិនិត្យផ្នែកតម្រង់នោម រត់យើងនោះ ចាពេទ្យឯកជនក៏មានដែរពេទ្យរត់យើងក៏មានដែរបើសិនជាគាត់មានបានក៏គាត់អត់អស់លុយទៀតចាបើគាត់មានបានគាត់ហៅទៅសួរទៀតអត់សូវចំណាយថវិកាច្រើនទេ អញ្ចឹងសំខាន់ដែរតម្រង់នោមនេះមិនធម្មតាទេ ហើយទៅដល់កន្លែងតម្រង់នោមហ្នឹងគ្រាន់តែយើងពិនិត្យឈាមពិនិត្យទឹកនោមពិនិត្យអីចឹងទៅអេកូមើលពីមុខងារទៅថាទំហំតម្រង់នោមអីទៅគឺគេចេញលទ្ធផលមកគេអាចមើលដឹងហើយអញ្ចឹងណាហើយអត់ចាំបាច់ត្រូវធ្វើ X-ray scan អីទេតែលទ្ធផលចេញមកថាកើតគឺកើតថា
កាត់គឺកាត់ទឹកនំប្រៃទឹកនំអែមអញ្ចឹង ហ្នឹងហើយគេមើលឃើញទាំងអស់ព្រោះពេទ្យគេគឺមានជំនាញច្រើនណាស់បងមិនថាពេទ្យណាពេទ្យរដ្ឋពេទ្យឯកជនឲ្យគឺល្អទាំងអស់គឺគាត់អាចពិនិត្យឃើញនិយាយថាគ្រាន់តែចេញកណ្ដាស់មកគឺគាត់អាចយល់ប្រាប់ឲ្យថាកើតឬក៏មិនកើតចឹងទៅចា៎ហើយតាក់ទងជាមួយនឹងការឈឺដែលពេទ្យគាត់ចេញលទ្ធផលថាមានបញ្ហាលាកតម្រងនោមអីហ្នឹងណាគាត់ត្រូវប្រយ័ត្នប្រយែងដែរកុំធ្វើប្រហែលអញ្ចឹងសម្រាប់ដែលបងអូនសិលាក់កើតមករយៈពេលប្រហែលជាជាង4ឆ្នាំនេះអ្វីដែលបងអូនចង់បានចុងក្រោយនៅពេលដែលអូនមានជំងឺហ្នឹងទុកជំងឺហ្នឹងអញ្ចឹងណាបងចង់បានអីគេជាងគេបើនិយាយពីអារម្មណ៍ខ្ញុំហ្មងគឺអាចថាជីវិតវាជារឿងមួយដែលខ្ញុំចង់បានបន្តអញ្ចឹងតែអីដែលសំខាន់គឺខ្ញុំចង់ឲ្យកូនខ្ញុំគឺថាឃើញគាត់មានអនាគតទៅមុខទៀតអញ្ចឹងណាហ្មងហ្នឹងហើយព្រោះឥឡូវហ្នឹងខ្ញុំអាចថាជាម្ដាយមួយបានធម្មតាផ្ដល់ភាពជាម្ដាយឲ្យគាត់ទេប៉ុន្តែខ្ញុំមិនអាចផ្ដល់អីឲ្យគាត់បានណាបងគាត់យល់ចឹងហ្នឹងព្រោះខ្ញុំចង់ឲ្យគាត់អាចរៀនសូត្របានដូចគេអញ្ចឹងណាព្រោះខ្ញុំមិនដឹងថាទៅមុខទៀតខ្ញុំមិនទេហើយនិយាយតាមត្រង់លុយដែលឲ្យគាត់រៀនតែទៅដោះគោរងថ្ងៃហ្នឹងក៏ខ្ញុំបានមកពីបងប្អូនគាត់ជួយខ្ញុំតែអញ្ចឹងណាបាទព្រោះនិយាយតាមត្រង់ពួកគាត់ជួយខ្ញុំហ្នឹងមិនមែនជួយតែខ្ញុំម្នាក់ទេជួយទាំងកូនទៀតអរគុណពុកម៉ែបងប្អូនដែលយកចិត្តទុកដាក់ជាមួយលាក់ព្រោះខ្ញុំធ្វើឲ្យបានតែបងព្រោះខ្ញុំធ្លាក់ខ្លួនឈឺអញ្ចឹងខ្ញុំធ្វើកាយaccount អញ្ចឹងណាហើយលក់ដូរនៅតែរងថ្ងៃហ្នឹងក៏អត់មានបានអីជាដុំកពួនធំដែរអញ្ចឹងណាបានធំតាមមកបាយស្លចាំថ្ងៃទេហើយអ្វីដែលខ្ញុំបារម្ភបំផុតគឺកូនតែម្នាក់ហ្នឹងឯងបងយល់អូនយល់ចា៎អញ្ចឹងមានថាជំងឺនេះវាធ្វើឲ្យអូនឯងលុបគ្រប់យ៉ាងច្រើនមែនតើខ្ញុំតែងតែគិតតាំងពីខ្ញុំអត់តាន់ឈឺអញ្ចឹងខ្ញុំគិតថាក្តីសម័យខ្ញុំប្រហែលជាអាចនឹងសាងគ្រួសារមួយដែលល្អឆ្ងាស់ហើយមានកូនធំនិយាយទៅឃើញអនាគតលោកកូនល្អអញ្ចឹងដល់ពេលចង់ក្រោយក្តីសម័យរបស់ខ្ញុំហ្នឹងគឺវាត្រូវអាលីដោយសារជំងឺមួយហ្នឹងអញ្ចឹងណាបងអញ្ចឹងឲ្យបានផ្ដាំទៅបងប្អូនទាំងអស់គ្នាថាត្រូវថែសុខភាពខ្លួនឯងឲ្យខ្លាំងមែនតើព្រោះថាពេលដែលយើងយកលុយមកចាយលើគ្រីមពេទ្យវាដូចជាអត់មានអីទេហ្នឹងហើយបងព្រោះគាត់ពេលខ្លះគាត់ខ្ញុំសុំនិយាយកន្លែងហ្នឹងតិចព្រោះបងប្អូនខ្លះគាត់មានអារម្មណ៍មួយថាគាត់ខ្លាចអស់លុយច្រើនក្នុងការទៅពិនិត្យសុខភាពហើយគាត់ខ្លាចក្នុងការនិយាយត្រង់គឺគាត់ខ្លាចក្នុងការចំណាយលុយបាទអញ្ចឹងខ្ញុំចង់ប្រាប់បងប្អូនទាំងអស់គ្នាថាចេះគ្រាន់តែទៅពិនិត្យសុខភាពហ្នឹងយើងចំណាយលុយអត់អស់ច្រើនទេយើងអាចចំណាយវាក្នុងមួយពេលហ្នឹងយើងក្នុង3ខែទៅ6ខែយើងពិនិត្យតែម្ដងវាអត់អស់ច្រើនទេបងវាស្មើវាសឹងថាតែ 20% នៃការលាងឈាមហ្នឹងអត់ដល់20-30 រៀលហ្នឹងហើយវាអាចក្នុងប៉ុណ្ណឹងតែបើសិនជាយើងបដៅខ្លួនឲ្យឈឺដូចខ្ញុំគឺវាអស់លុយច្រើនហ្មងហើយក៏វាវេទនាដែរបងប្អូននេះគឺជាការចែករំលែកមួយដ៏មានអត្ថន័យហើយបងស្រីលាក់ក៏គាត់បានបញ្យល់ដែរថានៅពេលដែលយើងមានជំងឺខូចតម្រងនោមលាងឈាមនៅក្នុងខ្លួននេះគឺវាប៉ះពាល់ខ្លាំងមែនទែនសឹងថាគ្រប់យ៉ាងសពថ្ងៃនេះគឺគាត់បរាជ័យតែម្ដងបើតាមការនិយាយបងប្អូនមកសូម្បីតែតំណែងតំណងគ្រួសារមិត្តភាពបងប្អូនសឹងថាមិនមែនថាគេបោះបង់គាត់ទេប៉ុន្តែនៅពេលដែលមានជំងឺហ្នឹងគឺយើងត្រូវការចំណាយចា៎អញ្ចឹងអត់មានអីក្រៅពីចង់ឲ្យបងប្អូនយើងបារម្ភពីសុខភាពគឺសំខាន់ណាស់ព្រោះតម្រងនោមក៏ដោយកលៀនក៏ដោយបេះដូងក៏ដោយថ្លើមក៏ដោយប្រមាត់ដោយកន្លែងណាក៏ដោយឲ្យតែជាអវយវៈនៃរាងកាយមនុស្សទាំង32គឺជារឿងសំខាន់ហើយនៅពេលដែលយើងផ្ទុកជំងឺមួយដែលយើងពិបាកគឺវាប៉ះពាល់ដោយបងប្អូនសិលាក់បានបរិយាយប្រាប់បងប្អូនអញ្ចឹងជាចុងក្រោយខ្ញុំពិតជាអរគុណបងប្អូនសិលាក់មែនហើយបងសង្ឃឹមថាបងប្អូននឹងទទួលបាននូវលទ្ធផលល្អឆាប់ដើម្បីបន្តនៅក្នុងការមើលថែកូនហើយបងក៏មានអានេះជាថាតវិការតិចតួចពីហាងគ្នាយើងជូនអូនដែរបងប្អូនបើសិនជាបងប្អូនចង់ជួយបងប្អូនសិលាក់ជាពិសេសកូនគាត់នៅក្នុងបន្ទុកហ្នឹងអាចតាក់ទងទៅគាត់បានខ្ញុំនឹងដាក់លេខទូរស័ព្ទគាត់នៅក្នុងវីដេអូនេះហើយសង្ឃឹមថាបងប្អូននឹងចែករំលែកវីដេអូនេះដើម្បីជាការចែករំលែកមួយដ៏មានអត្ថន័យក្នុងការថែទាំសុខភាពជាពិសេសការបារម្ភព្រួយបារម្ភពីសុខភាពយើងកុំខ្លាចក្នុងការពិនិត្យជំងឺអញ្ចឹងខ្ញុំអត់មានអីទេខ្ញុំបងប្អូនសិលាក់មានអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាហើយសូមជម្រាបលា